នេះទូកមានទូក2ទូកចតក្រោមរងនេះខាងនេះកត់ប្រសង់ទូកចោលដែរដូចជាលេងនៅចាស់ត្រុតត្រោមហ្នឹងជម្រាបសួរបងប្អូនឥឡូវនេះខ្ញុំមកផ្តិតយកទស្សនវិជ្ជានៅខាងឯកភ្នំស្រុកឯកភ្នំតែម្ដងនៅក្នុងទឹកដីខេត្តបាត់ដំបងនេះជាលើកទី2ហើយដែលខ្ញុំបានមកដល់ទឹកដីខាងឯកភ្នំនេះចឹងសូមជិះមើលជុំវិញឯកភ្នំនេះជាមួយខ្ញុំចាំមើលសិនថាដឹងថាគួរចូលអត់ទេខ្ញុំប្រហែលជាចង់ជិះជុំវិញវត្តនេះសិនជុំវិញនេះសិនគេដាក់ឯកភ្នំសូមស្វាគមន៍ចាំមើលថាគេឲ្យត្រូវឲ្យផ្ញើម៉ូតូហើយក៏យ៉ាងម៉េចផ្ញើក៏ល្អជិះយូរហើយទុកម៉ូតូនឹងសិនឲ្យដើរមើលតាមនេះមកទទួលសិនទៅដូចជាអត់មានកន្លែងផ្ញើម៉ូតូទេយើងអាចឈប់នៅក្នុងនោះបានជិះសិនយើងជិះសិនហើយចាំដើរជិះមើលតាមវិញឈប់សិននេះកន្លែងព្រះអង្គធំដែលធ្វើចិត្តហើយនេះមានតាមនេះអាចជិះជុំវិញនេះបានតែបាទអរគុណយើងសួរគាត់ចឹងសិនមកដើម្បីងាយស្រួលចឹងយើងជិះជុំវិញនេះសិនចាំយើងដើរមើលប្រាសាទខាងក្នុងដោយសារតែវេលាងាយដែរខ្ញុំត្រូវត្រឡប់ទៅវិញអញ្ចឹងអត់ចង់ដើរចង់ជិះម៉ូតូមើលជុំវិញនេះសិននៅខាងនេះមានប្រាសាទមួយបងប្អូនខាងក្នុងហ្នឹងគឺប្រាសាទឯកភ្នំណាអូតើជិះទៅក្រៅសិនហើយបានចូលតាមនោះនៅខាងនោះក៏មានគេលក់អីដែរតែយើងជិះទៅក្រៅតាមនេះសិនបត់តាមនេះបត់ចូលតាមទាហាននេះយើងជិះនេះជិះព័ទ្ធពីខាងក្រោយប្រាសាទទៅវិញបើមានផ្លូវជិះជុំវិញនេះល្អកន្លែងនេះមានគេលក់ដូរលក់អីចឹងទៅលក់នំនេកលក់អីមានប្រហិតបុកប្រហុងម៉ូតូឲ្យទុកត្រឹមនេះជិះទៅខាងនោះសិនមកវិញមិនបើអាចចាំជិះម៉ូតូទៅមើលមានផ្លូវជិះជុំវិញនេះខ្ញុំជិះតាមជុំវិញនេះសិនទ្រង់ទ្រាយរបស់ប្រាសាទនេះទីតាំងរបស់ប្រាសាទនេះធ្វើដូចប្រាសាទផ្សេងរបស់ខ្មែរអញ្ចឹងគឺត្រូវតែមានប្រព័ន្ធទឹកពាត់ជុំវិញហើយប្រាសាទស្ថិតនៅចំកណ្ដាលហើយភាគច្រើនហ្មងគឺប្រាសាទគឺធ្វើបែបហ្នឹងប្រាសាទនេះដូចជាខ្ញុំអត់សូវចាំព័ត៌មានច្បាស់លាស់ប៉ុន្តែដូចជាសាងសង់ឡើងមុនសម័យអង្គរទេបងប្អូនគិតថាម្ដងនេះរៀងស្ងប់ស្ងាត់ល្អជាងចឹងមិនបាច់ចាំចូលទៅក្នុងប្រាសាទទេមកអង្គុយលេងតាមនេះក៏បានដែរនៅនេះបើសិនជាមានការរៀបចំអភិវឌ្ឍតែយើងរក្សាទុកនៅទ្រង់ទ្រាយអីដូចដើមនោះគាត់ថាយើងអភិវឌ្ឍទៅលើផ្លូវជុំវិញនេះធ្វើទៅជាកន្លែងសួនដើរស្រាប់ល្ងាចឡើងអីហ្នឹងក៏ល្អតែនេះអត់ទាន់មាន
ធ្វើអីទេចំវិញផ្លូវនេះក៏អត់មានតែប្រាសាទនឹងមានពណ៌ជាប់ហ្នឹងខាងណាដូចជាកុដិប្រសង់អីចឹងទៅមានទូកដែរខាងនោះមានទូកពីរនេះចំវិញប្រាសាទនេះកសិនទឹកនេះដីនៅនេះល្អស្ថានដីនៅនេះដីខ្មៅដីជីហ្មងវ៉ាវខាងនេះខាងកុដិប្រសង់កុដិនេះមើលទៅដូចកុដិសេរីចាស់មុនចាស់នេះទូកមានទូកពីរទូកចតក្រោមរោងនេះនេះថាណាកុដិប្រសង់គង់នៅកុដិឈើតបោក្បឿងកុដិខ្លាតបោសង្កសីហ្នឹងទៅខាងនោះទល់មុខប្រាសាទនោះគឺព្រះវិហារហើយមានដើមកគីទួយតែដើមនេះអាយុកាលប្រហែលជាខ្ទង់អាចត្រឹមតែ10ឆ្នាំអីហ្នឹងឯងមើលទៅខ្ញុំដើរថតត្រឡប់ទៅវិញមិនហ្នឹងខ្ញុំជិះម៉ូតូមកពីខេត្តហ្នឹងតែឥឡូវដើរថតទៅវិញសិនប្រាសាទមានតែមួយទួលនៅកណ្ដាលហ្នឹងឯងបងប្អូនប្រាសាទភ្នំប្រាសាទឯកភ្នំហ្នឹងនេះសិតតែកុងកុដិរបស់ព្រះសង្ឃគង់នៅចេតិយមានកុដិព្រះសង្ឃខាងនោះដូចជាមានបន្លាយទឹកដែរបន្លាយទឹកតូចជុំវិញនេះខាងនេះកសិនទឹកហើយនៅជុំវិញខាងនោះមានបន្លាយទឹកមានអីចឹងដែរស្ងាត់ល្អបងប្អូនអត់មានភ្ញៀវមានអីសូវមានភ្ញៀវមកទេឃើញមានឡានមកមួយមិនសូវជាឆ្ងាយប្រហែលពីទីរួមខេត្តបាត់ដំបងទេបងប្អូនហើយផ្លូវមកពីខាងនោះជាផ្លូវកស៊ូដែរទេខាងនេះកុដិព្រះសង្ឃទុកចោលដែរដូចជាលេងនៅឯចាស់ត្រុតត្រោមឯងទ្រង់ទ្រាយរចនាបថនេះគឺតាមបែបបុរាណហ្មងបងប្អូនមានពីរបន្ទប់មិនដឹងថាម៉ូតទេអីខ្ញុំមិនច្បាស់ដែរខ្ញុំធ្លាប់ចូលទៅមើលក្នុងប្រាសាទហ្នឹងគ្រឹះប្រាសាទពីក្រោមដូចជាថ្មបាយក្រៀមប៉ុន្តែលាយថ្មប្រាសាទផ្សេងគ្រឹះខាងក្រោមហ្នឹងគឺសាងសង់ពីថ្មផ្សេងមិនមែនថ្មមកប្រភេទតែមួយទេលាយថ្មលាយបញ្ចូលគ្នាហើយដឹងតែគ្រឹះខាងក្រោមហ្នឹងគឺសាងសង់ពីដូចកំពែងព័ទ្ធជុំវិញហ្នឹងគឺសាងសង់ពីថ្មបាយក្រៀមហើយតួប្រាសាទហ្នឹងគឺសាងសង់ពីថ្មមកប្រភេទដែលខ្ញុំអត់ស្គាល់ទេដូចទៅនឹងប្រាសាទផ្សេងទៀតដែរនេះគឺបងប្អូនឃើញហើយនេះគឺកំពូលប្រាសាទហើយនេះគឺខឿនប្រាសាទ
គឺសាងសង់ពីថ្មបាយក្រៀមនេះហើយថ្មតួប្រាសាទគឺប្រភេទថ្មផ្សេងអូដើមទឹកដោះគោមកបងផ្លែទៅនេះទឹកដោះគោពូជសមិនតើអត់មានទុំខែនេះគឺខែទឹកដោះគោហ្នឹងសម្បូរឥឡូវយើងធ្វើដំណើរត្រឡប់ទៅវិញម៉ោង5អីបើល្មមជិះទៅតាមផ្លូវទៅវិញបើអាចប្រហែលជាចង់ចោះថតតាមផ្ទះដែលគេលក់ធ្វើសបកណែមប្រហែលសបកណែមស្រួយដែលគេយកធ្វើបាញ់ត្រាំងអីហ្នឹងនៅខាងនេះគេហៅសបកណែមមិនតែអត់ដឹងថាគេធ្វើនៅណាឯណីទេបើជិះទៅជួបផ្ទះគេធ្វើនេះអាចនឹងចូលទៅថតបានមួយទៀតបានវីដេអូទៀតតែឥឡូវជិះចេញពីខាងនេះទៅសិនវាស្ងាត់តិចបងប្អូនទៅមានម្លេះមកទៅប្រហែលជាមកពីថ្ងៃនេះមិនថ្ងៃអាទិត្យហើយទៅតាមនេះក៏មានកន្លែងគេលក់ដូរដែរបងប្អូនមានកន្លែងលក់បុកលហុងប្រហិតលក់អីចឹងទៅហើយមានសាសាឡាមកពីខាងបាណនមកពីអីដែរអូមិនផ្សេងទៅទិញអាចេកនេះអរគុណអូ